សួស្តីខ្ញុំឈ្មោះហារីលើកនេះខ្ញុំនឹងបង្ហាញឲ្យអ្នកទាំងអស់គ្នាដឹងថាមុនពេលមានគ្រោះមហន្តរាយឬបន្ទាប់ពីមានគ្រោះមហន្តរាយយើងគួរប្រមូលព័ត៌មាននៅឯណាតើត្រូវប្រមូលព័ត៌មានអ្វីហើយត្រូវប្រមូលយ៉ាងដូចម្តេចការរៀបចំទុកថង់បន្ទាន់សម្រាប់គ្រោះមហន្តរាយនិងការប្រមូលព័ត៌មានត្រឹមត្រូវបន្ទាប់ពីមានគ្រោះមហន្តរាយទាំងពីរនេះសុទ្ធតែជារឿងសំខាន់ណាស់ឥឡូវនេះយើងមកមើលលម្អិតបន្ថែមទៀតដំបូងខ្ញុំនឹងពន្យល់អំពីអ្វីដែលអាចធ្វើបានមុនពេលមានគ្រោះមហន្តរាយក្រៅពីការរៀបចំថង់បន្ទាន់សម្រាប់គ្រោះមហន្តរាយការត្រួតពិនិត្យផែនទីគ្រោះថ្នាក់និងកំណត់វិធីសាស្ត្រទំនាក់ទំនងជាមួយគ្រួសារជាមុនក៏សំខាន់ណាស់ដែរអ្វីដែលហៅថាផែនទីគ្រោះថ្នាក់គឺជាផែនទីដែលបង្ហាញពីទីតាំងដែលអាចមានគ្រោះថ្នាក់នៅពេលមានគ្រោះមហន្តរាយនិងកន្លែងជ្រកផ្សេងសូមពិនិត្យមើលថាតំបន់ដែលអ្នករស់នៅមានស្ថានភាពយ៉ាងដូចម្តេចមូលហេតុដែលត្រូវកំណត់វិធីសាស្ត្រទំនាក់ទំនងគឺពេលមានគ្រោះមហន្តរាយអាចមានករណីទូរស័ព្ទឬអ៊ីនធឺណិតមិនអាចប្រើបានដើម្បីអាចដោះស្រាយបញ្ហាបានដោយស្ងប់ស្ងាត់និងមិនត្រូវភ័យស្លន់ស្លោសូមកំណត់វិធីសាស្ត្រទំនាក់ទំនងជាមុនសិនឧទាហរណ៍មានវិធីសាស្ត្រដូចខាងក្រោមនេះជាពិសេសវិធីសាស្ត្រទំនាក់ទំនងត្រីកោណចុងក្រោយគឺបើអ្នកដែលស្ថិតនៅតំបន់មានគ្រោះមហន្តរាយមិនអាចទំនាក់ទំនងគ្នាបានទេនោះអ្នកទាំងពីរនឹងជូនដំណឹងពីសុវត្ថិភាពរបស់ខ្លួនទៅឲ្យអ្នកដែលរស់នៅទីកន្លែងឆ្ងាយហើយអ្នកនឹងជួយបញ្ជាក់ស្ថានភាពរបស់ពួកគេបន្ទាប់មកខ្ញុំនឹងពន្យល់អំពីអ្វីដែលត្រូវធ្វើបន្ទាប់ពីមានគ្រោះមហន្តរាយកើតឡើងប៉ុន្តែការប្រមូលព័ត៌មានគឺមានសារៈសំខាន់ណាស់បើអ្នកដឹងទេថាអ្នកអាចប្រមូលព័ត៌មាននៅទីណាសម្រាប់សិនឬកម្មវិធីសូមពិនិត្យព័ត៌មានដែលផ្លូវការរបស់ទីក្រុងសាកាអ៊ុយដេផ្សព្វផ្សាយតាម Sense និងកម្មវិធី Kagawa Disaster Prevention Navy បន្តទៅទៀតសម្រាប់ការផ្ញើអ៊ីមែលមានសេវាផ្ញើសារបន្ទាន់ពីក្រុមហ៊ុននិងអ៊ីមែលព័ត៌មានការពារគ្រោះមហន្តរាយរបស់ខេត្ត Kagawa ហើយការត្រួតពិនិត្យទូរទស្សន៍និងវិទ្យុផងដែរអ្នកអាចប្រមូលព័ត៌មានបានយ៉ាងឆាប់រហ័សសូមជ្រើសរើសវិធីសាស្ត្រឲ្យសមស្របនឹងស្ថានភាពរបស់អ្នកចុងក្រោយនេះខ្ញុំចង់ប្រាប់ពីចំណុចសំខាន់ពីរចំណុចទី1គឺត្រូវពិនិត្យមើលថាព័ត៌មានត្រឹមត្រូវឬអត់ចំណុចទី2គឺត្រូវបង្កើត domain timeline របស់ខ្លួនសម្រាប់ចំណុចទី1នៅពេលមានគ្រោះមហន្តរាយកើតឡើងមនុស្សយើងនឹងមានអារម្មណ៍កង្វល់ដូច្នេះអាចមានព័ត៌មានមិនត្រឹមត្រូវឬពាក្យចាមអារ៉ាមលេចចេញម្យ៉ាងវិញទៀតដើម្បីមិនឲ្យអ្នកផ្ទាល់បញ្ចេញព័ត៌មានមិនត្រឹមត្រូវផងដែរត្រូវប្រុងប្រយ័ត្នឲ្យបានគ្រប់គ្រាន់ My Timeline គឺមានន័យថាគឺជាផែនការដែលរៀបចំលំដាប់ថាតើខ្លួនឯងឬគ្រួសារនឹងជ្រៀបជ្រៀងទៅឯណានិងពេលណាជាដំបូងសូមស្វែងយល់អំពីចំនួនសមាជិកគ្រួសារអាយុនិងព័ត៌មានអំពីកម្រិតគ្រោះថ្នាក់នៅទីកន្លែងដែលអ្នករស់នៅប្រសិនបើមានគ្រោះមហន្តរាយកើតឡើងបន្ទាប់មកសម្រេចថានរណានឹងធ្វើអ្វីនៅពេលណានិងដោយវិធីណាដោយសម្រេចចិត្តអំពីរឿងទាំងនេះអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងស្ងប់ស្ងាត់ទោះបីមានគ្រោះមហន្តរាយក៏ដោយសូមអរគុណចំពោះការទស្សនាសូមកុំភ្លេចមើលវីដេអូបន្ទាប់ផងដែរ